Hello guys ជួបគ្នាម្ដងទៀតហើយ So today ខ្ញុំអបសុកខ្លាំងមែនទែនហើយខ្ញុំមើល Facebook ឃើញវីដេអូបងខុនគាត់ធ្វើឆាចាប់ឆាយខ្ញុំក៏ធ្វើតាមគាត់មានណាបងប្អូនអើយឆ្ងាញ់ខ្លាំងមែនទែនបងប្អូនចង់ដឹងថាខ្ញុំធ្វើមិនខ្លះតោះទៅមើលអរគ្នាទៅបន្លែដាក់ស្ពៃក្តោបដាក់ពពុះស្តែកស្បែកជ្រូកហើយដាក់ស្ងៀកពោតនិងការ៉ុតចឹងណាហើយខ្ញុំឆាមួយសាច់ជ្រូកហើយនិងថ្លើមជ្រូកហើយខ្ញុំក៏ដាក់ផ្សិតពណ៌ខ្មៅដែរបងប្អូនហើយខ្ញុំក៏លាយមួយឆៃថាដែរដាក់ដើម្បីពណ៌ស្អាតចឹងណាហើយខ្ញុំដាក់ហ៊ីហឺឈីឈឺហើយនេះទឹមសម្រាប់បំពងហើយគ្រឿងក្រៅអំបិលស្ករប៊ីចេងអីតាមហ្នឹងទៅអូដល់ពេលឆាហ្នឹងខ្ញុំភ្លេចថតវីដេអូបំពងខ្ទឹមបំពងអីហ្នឹងមានណាថតអាកន្លែងនេះយកមកបងប្អូនអើយមើលទៅកាត់យកទៅហើយខ្ញុំឆាត្រឡប់ទៅដាក់គ្រឿងក្រៅតាមហ្នឹងទៅបងប្អូនហើយបន្លែគឺខ្ញុំស្រោះសិនណាមកខ្ញុំយកមកឆាព្រោះដល់ពេលអញ្ចឹងទៅឆាវាឆាប់ចូលជាតិហើយញ៉ាំទៅច្រឹបឆ្ងាញ់អញ្ចឹងណាបងប្អូនទៅឆាចាប់ឆាយស្រួលមែនទេបងប្អូនអើយឆាត្រឡប់ដូចតែយើងឆាផ្សេងដែរគ្រាន់តែឈ្មោះគេចាប់ឆាយអញ្ចឹងណាហើយខ្ញុំក៏អេតមួយស្លឹកខ្ទឹមស្លឹកអីទៅឲ្យវាឈ្ងុយហើយនេះឆាហើយតំណងអត់បងប្អូនបាយបាយ